តាអ្នកដឹងទេថាទារកទទួលបានហ្សែនពីឪពុកឬហ្សែនពីម្ដាយច្រើនជាងវីដេអូមួយនេះនឹងផ្ដល់ឲ្យអ្នកនៅចម្លើយដែលអ្នកចង់បានជាការពិតយើងតែងតែឮនៅពាក្យដែលគេតែងតែនិយាយថាកូនដូចម៉ាក់ណាកូនដូចប៉ាណាដោយភិនភាគនិងបុគ្គលិកលក្ខណៈរបស់កូនភាគច្រើនគឺទទួលបានពីហ្សែនរបស់ឪពុកម្ដាយរបស់ពួកគេមូលហេតុដែលយើងមានអារម្មណ៍ថាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយគ្រួសាររបស់យើងក៏អាចមកពីភាពដូចគ្នានិងលក្ខណៈហ្សែនស្រដៀងគ្នាជាមួយនឹងសមាជិកគ្រួសាររបស់យើងហ្សែនដើរតួនាទីយ៉ាងសំខាន់ដែលភាគច្រើនត្រូវបានទទួលមរតកជាគូដែលមានន័យថាអ្នកនឹងទទួលបានមួយច្បាប់ចម្លងនៃហ្សែននីមួយៗពីឪពុកនិងម្ដាយរបស់អ្នកប៉ុន្តែម្ដាយនិងឪពុកបង្ហាញពីឥទ្ធិពលហ្សែនរបស់ពួកគេតាមរបៀបផ្សេងៗគ្នាហ្សែនរបស់យើងត្រូវបានកំណត់នៅពេលមានគ័រស្នូលព័ត៌មានមានហ្សែននៅក្នុងការរួមបញ្ចូលគ្នានៃក្រូម៉ូសូមចំនួន23គូដែលត្រូវបានផលិតចេញពី DNAអ្នកទទួលមរតកមួយគូពីឪពុកម្ដាយរបស់អ្នកម្នាក់បើតាមការសិក្សាស្រាវជ្រាវដែលជះឥទ្ធិពលដោយហ្សែនរបស់ម្ដាយទៅកាន់កូនមានដូចជាភាពវៃឆ្លាតរបស់កូនឬហៅថា intelligent ដោយភាពវៃឆ្លាតនិងភាពវាងវៃរបស់កូនគឺភាគច្រើនទទួលបានពីហ្សែនរបស់ម្ដាយទៅកាន់ពួកគេកូនភាគច្រើនតែងតែទទួលបាននៅខួរក្បាលមួយដែលមានភាពឆ្លាតវៃនិងភាពឆាប់រហ័សពីម្ដាយរបស់ពួកគេដោយសារតែមនុស្សស្រីគឺជាអ្នកពោះដូច្នេះហ្សែនភ្ជាប់ពីខួរក្បាលម្ដាយទៅកូនគឺមានឥទ្ធិពលខ្លាំងជាងរវាងឪពុកនិងកូនទី2បញ្ហាសុខភាពរបស់កូនភាគច្រើនគឺទទួលបានការជះឥទ្ធិពលយ៉ាងខ្លាំងពីម្ដាយទៅកាន់ពួកគេកូនដែលមានសុខភាពខ្លាំងឬខ្សោយគឺអាស្រ័យទៅតាមហ្សែននិងសុខភាពរបស់អ្នកម្ដាយដូចគ្នាហើយប៉ុន្មានចំណុចបន្ទាប់គឺជាការដែលជះឥទ្ធិពលភាគច្រើនដោយហ្សែនរបស់ឪពុកទៅកាន់កូនមានដូចជាភេទភាគច្រើននៃកូនត្រូវបានកំណត់ភេទដោយហ្សែនរបស់ឪពុកទៅកាន់កូនហ្សែនរបស់ឪពុកតែងតែមានកម្លាំងខ្លាំងជាងហ្សែនរបស់ម្ដាយដែលអាចកំណត់បាននៅភេទប្រុសឬភេទស្រីរបស់កូន 2. កម្ពស់ការដែលកូនមានកម្ពស់ខ្ពស់ឬទាបភាគច្រើនគឺទទួលបានពីហ្សែនឪពុកច្រើនជាងហ្សែនម្ដាយដូច្នេះបើសិនជាឪពុកមានកម្ពស់ខ្ពស់ភាគរយដែលកូនមានកម្ពស់ខ្ពស់គឺទទួលបានច្រើនជាងកម្ពស់ទាប 3. ទម្លាប់នៃការគេងទម្លាប់នៃការដើរនិងការនិយាយស្ដីរបស់កូនស្ទើរតែ 90% នៃកុមារទទួលបានហ្សែនពីឪពុករបស់គេពីទម្លាប់នៃការដើរទម្លាប់នៃការគេងនិងទម្លាប់នៅក្នុងការនិយាយស្ដីឬកាយវិការផ្សេង 4. បញ្ហាសក់ក្បាលរបស់ឪពុកក៏អាចបញ្ជាក់របស់កូនបានដូចគ្នាបើសិនជាឪពុកមានក្បាលទំពែកនោះភាគរយនៃកូនដែលអាចមានក្បាលទំពែកគឺច្រើនដូចគ្នាបើឪពុកមានសក់ក្រាស់នោះកូននឹងមានសក់ក្រាស់ដូចគ្នាប៉ុន្តែបើសិនឪពុកមានសក់រួញឬសក់ត្រង់នោះសបញ្ជាក់ថាកូនក៏អាចមានហ្សែនកាត់ទៅតាមឪពុកដូចគ្នាលក្ខណៈដូចជាកម្ពស់ពណ៌សក់ពណ៌ភ្នែកនិងប្រភេទឈាមត្រូវបានបញ្ជូនពីឪពុកម្ដាយទៅកូនតាមរយៈហ្សែនរបស់ពួកគេទោះជាយ៉ាងណាក៏ដោយស្ថានភាពសុខភាពនិងជំងឺមួយចំនួនក៏អាចឆ្លងបានទៅតាមហ្សែនផងដែរខាងលើនៃការរៀបរាប់បកស្រាយអំបញ្ញមិញនេះគឺជាចម្លើយមួយចំនួនដែលថាភាគច្រើនហ្សែនរបស់កូនគឺកាត់ទៅរកឪពុកឬក៏កាត់ទៅរកម្ដាយសូមអរគុណចំពោះការតាមដានទស្សនាវីដេអូរបស់យើងខ្ញុំបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe channel របស់ពួកយើងដើម្បីទទួលបានចំណេះដឹងថ្មីៗនិងព័ត៌មានបន្ថែម Subscribe for more